សរុបវីដេអូនេះខ្ញុំធ្វើតាក់ទងជាមួយនឹង basic command ទី1ជាដំបូងក្នុងនេះគឺយើងបង្កើតវាជា tree category របស់បន្ទុកហើយនៅតាមមុខជានៅក្នុង settingដោយសារខ្ញុំអត់ទាន់មានទៅលើ sudo tree ទេចឹងខ្ញុំត្រូវការ add version apt.get install tree អញ្ចឹងបន្ទាប់ពីខ្ញុំបានវាយវារួចអីចឹងខ្ញុំត្រូវការវាយ command ម្ដងទៀតចឹង command ខ្ញុំវាយបានម្ដងទៀតរួចអីខ្ញុំដាក់ tree setting អញ្ចឹងបន្ទាប់ពីយើងបានវាយ command ហើយយើងធ្វើការលុបវាចោល om.rf setting អញ្ចឹងយើងវាយ command វាឡើងវិញថាវានៅមានទៀតអត់អញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេ